សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីមូលហេតុដែលធ្វើឲ្យប្រេងឡើងថ្លៃការកើនឡើងថ្លៃប្រេងនាពេលថ្មីនេះគឺបណ្ដាលមកពីកត្តាសំខាន់រួមបញ្ចូលគ្នាដែលកត្តាចម្បងគឺភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈមបូព៌ាដែលជាតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោកវិបត្តិនេះបានបង្កើតឲ្យមានការភ័យខ្លាចអំពីការរំខានដល់ការផ្គត់ផ្គង់ខណៈដែលកត្តាផ្សេងទៀតដូចជាការសម្រេចចិត្តរបស់ក្រមប្រទេសផលិតប្រេងអូបិចក៏បានចូលរួមចំណែកផងដែរខាងក្រោមនេះគឺជាវិភាគលម្អិតអំពីមូលហេតុចម្បងវិបត្តិភូមិសាស្ត្រនយោបាយនិងការគំរាមកំហែងដល់ច្រកសមុទ្រ Hormuz នេះគឺជាកត្តាបង្កឲ្យមានការឡើងថ្លៃភ្លាមនិងខ្លាំងបំផុតជំនួសរវាងអ៊ីស្រាអែលនិងអ៊ឺរ៉ង់បានទាញចូលទៅក្នុងសមុទ្រតំបន់ឈូងសមុទ្រដែលជាបេះដូងនៃការផ្គត់ផ្គង់ប្រេងពិភពលោកការបិទច្រកសមុទ្រ Hormuz គឺជាច្រកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោកដែលប្រហែល 20% នៃការប្រើប្រាស់ប្រេងសរុបប្រចាំថ្ងៃរបស់ពិភពលោកប្រហែល 17 លានបារ៉ែលត្រូវដឹកជញ្ជូនឆ្លងកាត់ទីនេះការវាយប្រហារតបតរបស់អ៊ឺរ៉ង់បានធ្វើឲ្យចរាចរណ៍នៅច្រកសមុទ្រនេះជាប់គាំងការរំខានដល់ការផលិតនិងនាំចេញហានិភ័យបានឈានឡើងពីគ្រាន់តែរំខានដល់ការដឹកជញ្ជូន Logistics Shock ទៅដល់ការគំរាមកំហែងដោយផ្ទាល់ដល់បរិមាណផលិតកម្មនិងការនាំចេញពិតប្រាកដពីបណ្ដាប្រទេសឈូងសមុទ្រដូចជាអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់គុយវ៉ែតនិងអ៊ីមីវ៉ាតអារ៉ាប់រួមការវាយប្រហារដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធថាមពលដូចជារោងចក្រចម្រាញ់ប្រេងបានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរអស្ថិរភាពនៃតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ទោះបីជាទីផ្សារមានសភាពអត់ធ្មត់ក៏ដោយក៏វាមានភាពផុយស្រួយខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយកង្វះសមត្ថភាពទប់ស្កាត់សមត្ថភាពផលិតប្រេងបម្រុងរបស់ពិភពលោកមានកម្រិតស្ដើងការរំខានតិចតួចចំពោះការផលិតនៅតំបន់ឈូងសមុទ្រអាចបង្កឲ្យមានការប្រែប្រួលថ្លៃយ៉ាងខ្លាំងដោយសារតំបន់នេះផ្គត់ផ្គង់ប្រេងភាគច្រើនដល់ទីផ្សារពិភពលោកការសម្រេចចិត្តរបស់ OPEC បូកក្រុមផលិតប្រេងអូបិចនិងសម្ព័ន្ធមិត្តបានសម្រេចចិត្តបន្តពន្យាពេលការបង្កើនផលិតកម្មនៅខែមីនាឆ្នាំ 2026 ដើម្បីរក្សាស្ថិរភាពទីផ្សារការសម្រេចចិត្តនេះរួមផ្សំជាមួយនឹងការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តពីមុនបានរួមចំណែកធ្វើឲ្យការផ្គត់ផ្គង់កាន់តែតឹងរ៉ឹងកត្តាផ្សេងទៀតដែលជំរុញឲ្យតម្លៃកើនឡើងការកើនឡើងថ្លៃដឹកជញ្ជូននិងធានារ៉ាប់រងហានិភ័យសន្តិសុខក្នុងតំបន់ធ្វើឲ្យថ្លៃដឹកជញ្ជូនតាមនាវាដឹកប្រេងកើនឡើងយ៉ាងខ្លាំងឧទាហរណ៍ថ្លៃនាវាដឹកប្រេងកង្វក់កើនឡើងជិត 800% ព្រមទាំងថ្លៃធានារ៉ាប់រងផងដែរដែលត្រូវបានគិតបញ្ចូលទៅក្នុងថ្លៃប្រេងចុងក្រោយតម្រូវការពីអាស៊ីតម្រូវការប្រេងខ្ពស់ពីបណ្ដាប្រទេសអាស៊ីធំដូចជាចិនឥណ្ឌាជប៉ុននិងកូរ៉េខាងត្បូងដែលនាំចូលប្រេងភាគច្រើនពីមជ្ឈមបូព៌ាតាមរយៈច្រកសមុទ្រ Hormuz បានធ្វើឲ្យទីផ្សារកាន់តែងាយរងគ្រោះសង្ខេបជារួមការកើនឡើងថ្លៃប្រេងនាពេលនេះគឺបណ្ដាលមកពីការផ្ទុះឡើងនៃជម្លោះយោធានៅមជ្ឈមបូព៌ាដែលបានគំរាមកំហែងដោយផ្ទាល់ដល់ច្រកដឹកជញ្ជូនប្រេងដ៏សំខាន់និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងវិបត្តិនេះបានលាតត្រដាងពីភាពផុយស្រួយនៃតុល្យភាពទីផ្សារប្រេងពិភពលោកដែលកំពុងប្រឈមមុខនឹងកង្វះសមត្ថភាពផលិតបម្រុងនិងការគ្រប់គ្រងការផ្គត់ផ្គង់យ៉ាងតឹងរ៉ឹងពីក្រុមអូបិចសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ